ទង្វើជនជាតិសៀមមួយចំនួននេះគឺជាទង្វើប្រេយផ្សាយអសិលធម៌ហើយជាទង្វើដែលមនុស្សជាតិនៅក្នុងពិភពលោកមិនអាចទទួលយកបានបាទខ្ញុំបាទសូមគោរពជំរាបសួរដល់ពុកម៉ែអ៊ំពូមីងទាំងអស់ជាបងប្អូនកម្មករនិយោជិកដែលកំពុងបម្រើការនៅតាមបណ្ដាសហគ្រាសទូទាំងបរិយាកាសកម្ពុជារបស់យើងក្រោយពេលរូបខ្ញុំបាទបានឃើញคลิปវីដេអូដែលជនជាតិសៀមមួយចំនួនដែលប្រមាថមកលើថ្នាក់ដឹកនាំរបស់យើងដែលជាថ្នាក់ដឹកនាំកម្ពុជារបស់យើងដែលដូចជាសម្ដេចប្រធានព្រឹទ្ធសភាសម្ដេចនាយករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំជាន់ខ្ពស់របស់យោធាយើងដែលយករូបភាពទៅធ្វើជាផ្ទាំងស៊ីបក្នុងការបាញ់ដើម្បីចាប់រង្វាន់នេះគឺជាសកម្មភាពអសិលធម៌ដោយចាត់ទុកថាជាអំពើថោកទាបខ្វះភាពថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិដែលសម្រាប់រូបខ្ញុំតំណាងឲ្យបងប្អូនកម្មករមិនអាចទទួលយកបានទាល់តែសោះចំពោះទង្វើជនជាតិសៀមមួយចំនួននេះគឺជាទង្វើប្រេយផ្សាយដែលធ្វើមកលើថ្នាក់ដឹកនាំរបស់យើងវាជាទង្វើមួយដែលអសិលធម៌ហើយជាទង្វើដែលមនុស្សជាតិនៅក្នុងពិភពលោកមិនអាចទទួលយកបានអាកប្បកិរិយានេះគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរទៅដល់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិតម្លៃសិលធម៌និងការគោរពគ្នាទៅវិញទៅមករវាងប្រជាជាតិនិងប្រជាជាតិសម្រាប់ខ្ញុំស្ទើរតែមិនជឿទាល់តែសោះថាប្រជាជាតិមួយដែលតែងតែតាំងខ្លួនឯងជាមនុស្សជនជាតិដែលមានអរិយធម៌ខ្ពស់បែរជាអាចធ្វើសកម្មភាពដ៏គំរោះអាក្រក់ជួយជាតិបែបនេះទៅវិញកម្ពុជាទោះបីជាប្រទេសតូចតាចមានប្រជាជនតិចតួចនិងសេដ្ឋកិច្ចនៅទន់ខ្សោយប៉ុន្តែថ្នាក់ដឹកនាំរបស់កម្ពុជាតែងប្រកាន់ភ្ជាប់នៅគោលការណ៍ស្រឡាញ់សន្តិភាពការដោះស្រាយបញ្ហាដោយសន្តិវិធីនិងចង់បានព្រំដែនសន្តិភាពមិត្តភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍដោយមិនដែលចាត់ទុកប្រទេសជិតខាងឬក៏ប្រទេសណាមួយជាសត្រូវឡើយលើកលែងតែប្រទេសទាំងនោះដែលមកឈ្លានពានមុនមកធ្វើបាបឬក៏គំរាមកំហែងមុនដល់ប្រទេសកម្ពុជានៅក្នុងន័យជារួមរបស់ខ្ញុំគឺខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវប្រកបដោយភាពឆ្លាតវៃនិងអត់ធ្មត់ក្នុងស្មារតីជារដ្ឋបរិសដោយបានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយសិលធម៌និងស្មារតីទទួលខុសត្រូវខ្ពស់របស់សម្ដេចតេជោប្រកបដោយភាពថ្លៃថ្នូរក្នុងនាមជាអ្នកដឹកនាំប្រទេសមួយហើយខ្ញុំគាំទ្រនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់ថ្នាក់ដឹកនាំរបស់យើងដែលលោកមានភាពអត់ធ្មត់ខ្ពស់ណាស់ក្នុងការអត់ធ្មត់មិនតបតមិនបំពេញទៅដល់នៃប្រទេសដទៃហើយខ្ញុំជាចុងក្រោយខ្ញុំសូមតកោតទោសចំពោះជនជាតិសៀមដែលបានឈ្លានពានទឹកដីកម្ពុជាយើងហើយបានយករូបភាពថ្នាក់ដឹកនាំរបស់យើងទៅធ្វើជាល្បែងលេងសើចដែលជាល្បែងដ៏អាក្រក់ដែលយើងមិនអាចទទួលយកបានក្នុងនាមខ្ញុំតំណាងឲ្យបងប្អូនកម្មករនៅក្នុងប្រទេសកម្ពុជាបាទសូមអរគុណ